សង្ក្រាន្តព្រៃវែងនៅក្នុងឆ្នាំ2025នេះនឹងធ្វើឡើងរយៈពេល5ថ្ងៃចាប់ពីថ្ងៃ12ដល់ថ្ងៃ16ខែមេសាឆ្នាំ2025ខាងមុខនេះឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីសូមប្រសិទ្ធពរជ័យសិរីមង្គលកើតមានដល់ប្រជាប្រុសស្រីគ្រប់ទិសាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ពុទ្ធសករាជ2568ដោយមានការគ្រប់គ្រងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវកែសួនសុភីសសុខារដ្ឋបាលខេត្តព្រៃវែងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងនិងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដ៏រំភើបនិងរីករាយនោះគឺសង្ក្រាន្តព្រៃវែងឆ្នាំ2025ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅទីរួមខេត្តព្រៃវែងចំនួន5ថ្ងៃពេញចាប់ពីថ្ងៃទី12ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ព្រឹត្តិការណ៍នេះមានកម្មវិធីជាច្រើនដូចជាការប្រគំតន្ត្រីខ្នាតធំដែលមានវត្តមានតារាល្បីៗជាច្រើនចូលរួមការរាំលេងកម្សាន្តការតាំងពិព័រណ៍បង្ហាញផលិតផលនិងសម្ភារៈប្រើប្រាស់ក្នុងស្រុកការលេងល្បែងប្រជាប្រិយការសម្ដែងក្បាច់គុនបុរាណខ្មែរការបង្ហោះគោមការបាញ់កាំជ្រួចពិសេសការរៀបចំកម្មវិធីលេងកម្សាន្តតំបន់ត្រជាក់ចិត្តនៅសួនច្បារសម្ដេចជាស៊ីមនិងព្រឹត្តិការណ៍កម្សាន្តផ្សេងៗរួមមានការប្រឡងចម្រៀងការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាតនិងបវរកញ្ញាវ័យចំណាស់ការប្រកួតអុកចត្រង្គប្រដាល់ក្បាច់គុនបុរាណខ្មែរការសម្ដែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខមការសម្ដែងទស្សនីយភាពល្ខោនយីកេរឿងដៃជោដំដិនដើម្បីបង្កបរិយាកាសឲ្យកាន់តែសប្បាយរីករាយតមួយឆ្នាំមានម្ដងកុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរកិត្យានុភាពជាតិពិសេសសក្តានុពលនៃខេត្តព្រៃវែងរៀបចំព្រឹត្តិការណ៍ដោយរដ្ឋបាលខេត្តព្រៃវែងនិងសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង